បាទអញ្ចឹងគឺខ្ញុំសូមបង្ហាញអំពីការ configure router ទី1និង router ទី3ឲ្យស្គាល់គ្នាអញ្ចឹងយើងដឹងមកហើយថាយើងអាចប្រើ command IP route សម្រាប់ route ពី router ទី1ទៅ router ទី2ឬ router ទី2ទៅ router ទី3តែខ្ញុំមិនទាន់បានបង្ហាញអំពីការ configure ពី router ទី1ទៅ router ទី3ក៏ដូចជាការ configure ឲ្យ router ទី3ស្គាល់ router ទី1ទៀតបាទអញ្ចឹងក្នុងនេះគឺខ្ញុំសូមដាក់ label តំណាងឲ្យ router ទី1បាទ label តំណាងឲ្យ router ទី2និង label តំណាងឲ្យ router ទី3អញ្ចឹងខ្ញុំអាច ping សារល្បងមើលទៀតខ្ញុំឈរលើម៉ាស៊ីន client 1.2 នេះហើយខ្ញុំសូម ping មកកាន់2.2 នេះបាទខ្ញុំបាន ping មើលខ្ញុំចង់ដឹងថាវាស្គាល់គ្នានៅក្នុងករណីខ្ញុំអត់ទាន់បានប្រោបអញ្ចឹងខ្ញុំ ping 192.168.2.2 បាទអញ្ចឹង network នោះគឺមិនទាន់ស្គាល់គ្នាទេបាទគឺ destination host unreachable បាទអញ្ចឹងបើសិនបើយើង ping ពីលេខ 2.2 នេះមកកាន់ 1.2 ក៏វាមិនទាន់ស្គាល់ដែរ ping 192.168 សំដៅ 1.2 បាទអញ្ចឹង house unreachable ដូចគ្នាមានន័យថា client ទាំងពីរនេះគឺមិនទាន់អាចទំនាក់ទំនងគ្នាបានទេអញ្ចឹងដើម្បីឲ្យវាទំនាក់ទំនងគ្នាបានតើតើយើងប្រើ IP route អញ្ចឹងខ្ញុំឈរទៅលើ router ទី1ខ្ញុំចង់ route មកកាន់ network ដែលស្ថិតនៅលើ router ទី2អញ្ចឹងខ្ញុំត្រូវវាយ command បាទខ្ញុំត្រូវ exit ឈរទៅកាន់បាទ connectivity បាទហើយខ្ញុំវាយ IP route បាទ IP route បាទ IP router នេះគឺយើងប្រើ command ទី1គឺ network នៅក្នុង router ទី2គឺ network with rank rate 2.0 បាទយើងចង់វាយ 192.168.2.0 subnet mask វា255 3ដង0បាទហើយនឹង hop គេហៅថា net hop address 4.2 192.168.4.2 បាទ IP route បាទសំទោសមិនមែន IP router ទេ IP route បាទអូខេអញ្ចឹងយើងបាន route ពី Air1 មកកាន់ Air2 ហើយបាទអញ្ចឹងបន្ទាប់ពីយើង route ហើយខ្ញុំអាចឈរទៅលើ Air2 route ទៅកាន់ Air1 វិញអញ្ចឹងខ្ញុំ click ទៅលើ Air2 ហើយយើង route មកកាន់ Air1 វិញគឺយើងប្រើ command បាទខ្ញុំសូម exit មួយដើម្បីចូលទៅ config បាទត្រឹម config ទេបាទហើយខ្ញុំប្រើ command IP route 192.168. បាទ network ខាងនេះគឺ1.0បាទហើយ network វាសំដៅ subnet mask វា255.3.0 ចំណែកឯ net hop address វាគឺ 4.1 បាទអញ្ចឹងខ្ញុំបានបាទ IP route ប្រើ IP route សម្រាប់ឲ្យ router ទាំងពីរនេះស្គាល់គ្នាអញ្ចឹងខ្ញុំអាចឈរ ping ពី 2.2 មកកាន់ 1.2 នេះបាទយើង ping មកកាន់ 1.2 អញ្ចឹងវាស្គាល់បាទហើយខ្ញុំត្រឡប់ទៅ 1.2 ping មកកាន់ 2.2 វិញ ping មកកាន់ 2.2 បាទអញ្ចឹងវាស្គាល់គ្នាអញ្ចឹងបន្ទាប់ពីយើងប្រើ command IP route មកគឺ network ក្នុង router ទាំងពីរគឺស្គាល់គ្នាហើយដែលឡែក network ក្នុង router ទី3មិនទាន់ស្គាល់ router ទី2ទេឥឡូវខ្ញុំសូមចូលទៅ router ទី2ដើម្បី configure ឲ្យ network ក្នុង router ទី3ស្គាល់ជាមួយ router ទី2អញ្ចឹងខ្ញុំឈរលើ router ទី2ដដែលហើយខ្ញុំប្រើ command IP route ដដែល IP route បាទ IP route នេះគឺខ្ញុំ route មកកាន់ network របស់ router ទី3គឺ network 3.0 បាទ subnet mask 255ដដែលហើយ net hop address គឺ 5.2 បាទហើយខ្ញុំត្រឡប់ទៅឈរលើ router ទី3រីកមកកាន់ router ទីបាទទី2វិញ route មកកាន់ router ទី2វិញខ្ញុំ click លើ router ទី3បាទអ
ចឹងខ្ញុំប្រើខ្ញុំសុំ exit មួយចូលទៅកាន់ activity ហើយខ្ញុំប្រើ IP តោបាទ red version នេះគឺ 2.0 បាទដែលមាន Navigator address គឺ 5.5.1 បាទអញ្ចឹងខ្ញុំបាន route គ្នាទៅវិញទៅមកហើយខ្ញុំអាចឈរទៅលើ 3.2 នេះហើយ ping មកកាន់ 2.2 បាទអញ្ចឹងយើងមើលគឺយើងឈរលើបាទម៉ាស៊ីន 3.2 នេះ ping មកកាន់ 2.2 គឺស្គាល់ហើយខ្ញុំអាចចូលទៅក្នុង 2.2 ping មកកាន់ 3.2 វិញ ping មកកាន់ 3.2 នេះវិញបាទអូខេស្គាល់ដូចគ្នាអញ្ចឹង router តែ3នេះយើងបាន configure ហើយក៏ប៉ុន្តែយើងមិនទាន់បាន configure ពី router ទី1ឲ្យស្គាល់ router ទី3នៅឡើយទេក៏ដូចជាយើងមិនទាន់បាន configure ឲ្យ router ទី3ស្គាល់ជាមួយ router ទី1នៅឡើយទេអញ្ចឹងខ្ញុំសូម ping មើលទៀតខ្ញុំឈរទៅលើ 3.2 ខ្ញុំ ping មកកាន់ 1.2 នេះចាតើវាស្គាល់អត់បើសិនបើក្នុងករណីយើងមិនទាន់បានប្រើ route អញ្ចឹងខ្ញុំចូលទៅ ping ចូលទៅ 1.2 វិញបាទអញ្ចឹងនៅ house unreachable ដដែលមានថាវាមិនទាន់ស្គាល់ទេអញ្ចឹងខ្ញុំអាចឈរនៅលើ router បាទម៉ាស៊ីន client 1.2 នេះ ping មកកាន់ 3.2 វិញបាទដូចគ្នាដែរគឺ house unreachable គឺអត់ស្គាល់ទេអញ្ចឹងដើម្បី configure ឲ្យ router ទី1និង router ទី3ស្គាល់គ្នាអ្នកនរគ្នាត្រូវធ្វើតាមវិធីនេះបាទយើងនៅប្រើ command IP route ដដែលក៏ប៉ុន្តែគឺ network គឺយើងយក network ខាងនេះចំណែក net hop address គឺយើងយក net hop address ខាងនេះវិញបាទឧទាហរណ៍ថាយើងចង់ឲ្យ router ទី1ស្គាល់ជាមួយនឹង network ដែលស្ថិតនៅលើ router ទី3អញ្ចឹងយើងប្រើ command IP route បាទ network 3.0 subnet mask 255.3.0 ហើយចំណែកឯ net hop address វិញគឺយើងយក router ទី2វិញបាទនេះមួយហើយក្នុងករណីយើង route ត្រឡប់មកវិញឧទាហរណ៍ថាយើង route ពី router ទី3ត្រឡប់មក router ទី1វិញអញ្ចឹងយើងប្រើ command IP route ដដែលហើយ network របស់វាគឺ 1.0 subnet mask 255.3.0 ចំណែកឯ net hop address គឺយើងប្រើរបស់ router ទី2នេះវិញគឺ 192.168.5.1 វិញបាទនេះគឺជាវិធីសាស្ត្រដែលយើង route ឆ្លងកាត់ router ណាមួយគឺយើងត្រូវយក net hop address មួយហ្នឹងអញ្ចឹងសូមមើលការអនុវត្តខ្ញុំសូមឈរទៅលើ router ទី1បាទឈរលើ router ទី1 read មកកាន់ router ទី3អញ្ចឹងក្នុងនោះខ្ញុំប្រើ command បាទ IP route network វាគឺ 3.0 192.168.3.0 subnet mask 255.3.0 ចំណែកឯ network net hop address វាគឺ 4.2 បាទអញ្ចឹងដល់ clear បាទអញ្ចឹងខ្ញុំបាន route មកកាន់ router ទី1 route មកកាន់ router ទី3ហើយជាខ្ញុំបិទចោលខ្ញុំឈរទៅលើ router ទី3 route មកកាន់ router ទី1វិញអញ្ចឹងខ្ញុំប្រើ command IP route 192.1.0 subnet mask 255.3.0 ចំណែក net hop address វិញគឺយើងប្រើ 5.5.1 បាទអញ្ចឹងយើងហើយខ្ញុំអាចចូលទៅកាន់ PC 3.2 នេះ ping មកកាន់ 1.2 នេះ ping មកកាន់ 1.2 បាទអញ្ចឹងគឺវាស្គាល់ហើយអញ្ចឹងមានន័យថា network ដែលស្ថិតនៅលើ router ទី
3 ស្គាល់ជាមួយនឹង network លើ router ទី1ហើយក៏ប៉ុន្តែយើងអាច ping ទៅកាន់ពី router ទី1សំដៅពី network នៅក្នុង router ទី1 1.2 នេះ ping ទៅកាន់ 3.2 វិញមើលតើវាស្គាល់អត់ចឹងយើង ping ទៅកាន់ 3.2 បាទអញ្ចឹងវាស្គាល់ហើយបាទបាទអញ្ចឹងការ configure ឲ្យ router ទី1ស្គាល់ជាមួយ router ទី3ក៏ដូចជា router ទី3ស្គាល់ជាមួយ router ទី1គឺយើងបញ្ចប់ត្រឹមនេះបាទសូមអរគុណ